ba vài chục chiết dương miền bảy chiết sasanaព្រះមហាក្សត្រលោកពូនឹងមានធ្លាប់ដាំបាយដែរគេយកថ្ម3ដុំយកមកកោលធ្វើជាមុំចក្រានដាក់ឆ្នាំងដាំបាយនឹងឲ្យមន់ជាទីបំផុតជាតិសាសនាព្រះមហាក្សត្រគេរៀបចំផែនការ5ឆ្នាំភ្លាមគេថាបើវាយវាផ្ដួលម្ដង8វាយអត់ដួលទេដូច្នេះត្រូវដកថ្មម្ដងម្ដុំថ្ម3ដុំទៅផ្ទះវិញសាកយកធ្វើចោះយកមកដាក់អញ្ចឹងហើយដាក់កំសៀវទឹកឬក៏ឆ្នាំងពីលើទៅរឹងមាំជាទីបំផុតអត់ដួលទេ18មីនា70ស្ដាប់ឲ្យច្បាស់ជាមួយគ្នាបងណាជាតិសាសនាព្រះមហាក្សត្រ18មីនា70គេដកថ្មម្ដុំចេញដកព្រះមហាក្សត្របានជោគជ័យថ្មសល់2ដុំកំសៀវឬឆ្នាំងដាក់នៅលើនេះនឹងអត់ទាន់លុំទេគ្រាន់តែបើផ្ទាត់ទៅមុខវាលុំទៅខាងនេះបើផ្ទាត់មកក្រោយវាលុំមកខាងក្រោយលេងងំដូច3ដុំទៀតហើយគេរងចាំ5ឆ្នាំទៀតគេឲ្យឈ្មោះថាផែនការ5ឆ្នាំ17មេសា75គេផ្ដួលសាសនាគេដកចេញម្ដុំទៀតផ្សឹកប្រសងមកប្រទេស3វត្តរៀបដល់ដីហើយលោកពូណាមីងស្មានថាគេដេកទៅយល់សពគេធ្វើអញ្ចឹងហ្មងបើសិនណាអត់មានផែនការ17មេសា75គេដកថ្មម្ដុំទៀតចេញសាសនានៅសល់តែមួយនៅសល់ជាតិកលកម្ពុជាបាននឹងអីអត់ថ្មម្ដុំកលឆ្នាំដាំបាយបាននឹងអីអត់ជាតិសាសនាព្រះមហាក្សត្រថ្ម3ដុំដូចមុំចក្រានដែលកលកម្ពុជាបាននឹងមានស្ថិរភាពមានសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិបានគេដកម្ដងមួយផែនការ5ឆ្នាំទៀតមកដល់ក៏ប៉ុន្តែគេមើលឱកាសដល់ហើយមិនចាំបាច់ដល់5ឆ្នាំទេ3ឆ្នាំ8ខែ20ថ្ងៃ7មករា79គេមកទាត់ថ្មជាតិនេះដួលក្រែងតែម្ដងក៏ប៉ុន្តែគេរៀបចំផែនការច្បាស់លាស់ទុកអាខ្មោចក្នុងឲ្យដៃខ្មោចក្នុងសម្រាប់ខ្មែរអស់ចាំទៅបើកទ្វារបងដើម្បីឲ្យគេចូលដើម្បីរៀបចំចូលមកបានជោគជ័យមែនពេលដែលផែនការ5ឆ្នាំចប់គេរៀបចំផែនការក5អេដាមប៉ែនស្រាននៅទីនេះគេគាត់ប្រឆាំងគាត់មិនគ្រប់គ្រងគេចាប់គាត់ដាក់គុក10ឆ្នាំ52ថ្ងៃនៅហាណូយដោយសារផែនការក5មានន័យថាម៉េចកទី1មានន័យថាកែនកទី2មានន័យថាកម្លាំងកទី3មានន័យថាកាប់ឈើកទី4មានន័យថាការពារកទី5មានន័យថាកម្ពុជាជាអក្សរកាត់កទាំង5នោះកែនកម្លាំងកាប់ឈើការពារកម្ពុជាពេលដែល7មករា79ចូលមកគេឃើញខ្មែរស្លាប់ចិត្តអស់ហើយនៅសល់យុវជនមួយចំនួនគេថាត្រូវកំទេចកម្លាំងនឹងចោលលឿនកុំឲ្យវាងើបតស៊ូទាន់គេរៀបចំផែនការ5ឆ្នាំនឹងយកមកឲ្យអនុវត្តផែនការក5ដើម្បីយកទៅយកណាយកទៅកាប់ឈើនៅទួលដែនយុវជនគេកែនទៅកាប់ឈើស្លាប់អស់រាប់សែននាក់ដោយជន់មីនដោយឈឺគ្រុនចាញ់ដោយអត់អាហារមិនមែនគេយល់សពទេលោកពូណាមីងគេឲ្យឈ្មោះថាផែនការក5ចំនួននោះ84 85ខ្មែរនៅក្នុងប្រទេសនាំគ្នានិយាយថាម៉េចពាក្យនឹងគួរឲ្យកំសត់ណាគួរឲ្យមកអធមអាណិតខ្មែរណាគេនាំគ្នានិយាយថាពេលទៅជិះឡានមកវិញជិះចានពីព្រោះគេដឹងថាពេលគេយកកូនយើងទៅនេះគេឲ្យឡើងជិះឡានទៅក5ពេលមកវិញគេថត់ឲ្យយកធាតុដាក់ក្នុងចាននឹងយកមកឲ្យម៉ែឪវិញខ្មែរមកប្រទេសនាំគ្នានិយាយថាពេលទៅជិះឡានមកវិញជិះចានតែយើងដឹងទេអត់ត្រង់នេះត្រូវដឹងប្រវត្តិពិតនៃសង្គមជាតិយើងពេលនោះដើម្បីរៀបចំទឹកចិត្តយើងឲ្យច្បាស់ថាតើយើងទៅសង្គ្រោះជាតិយើងវាម៉េចផុតពីផែនការក5គេឲ្យឈ្មោះថារណសេរី5យ៉ាងរណសេរី5យ៉ាងគេរៀបចំយ៉ាងស្អាតជាទីបំផុតរណសេរីទី1គេឲ្យឈ្មោះថារណសេរីយោធា20កងពលធំជាង120,000នាក់ដើម្បីចាំវាយចូលមកប្រទេសកម្ពុជារណសេរីទី2គេឲ្យឈ្មោះថារណសេរីនយោបាយពេលដែលគេវាយចូលមកដំបូងមានជំនួយការជំនាញការនៅគ្រប់កន្លែងទាំងអស់តាំងពីថ្នាក់ឃុំរហូតដល់រដ្ឋមន្ត្រីនឹងហើយរណសេរីនយោបាយខ្ញុំកាល79ខ្ញុំនៅស្រុកខ្មែរដែរតាខ្ញុំនៅជាមួយអាពតចប់ពីអាពតទៅយួនចូលមកនៅជាមួយយួនបានឆ្នាំជាងហើយបានរត់ទៅដល់ទល់ដែនហើយបានទៅដល់ប្រទេសបារាំងឆ្នាំ83ដល់ពេលយើងយករឿងនឹងមកមើលលើពើណាមីងរណសេរីយោធា7មករា79 20កងពលធំជាង120,000នាក់រណសេរីនយោបាយមេឃុំខ្មែរមួយជំនាញការយួនមួយចវាយស្រុកខ្មែរមួយជំនាញការយួនមួយចវាយខេត្តខ្មែរមួយជំនាញការយួនមួយរដ្ឋមន្ត្រីខ្មែរមួយជំនាញការមាននៅជុំវិញខ្លួនទាំងអស់ខ្ញុំធ្វើការកាលនោះនៅសាលាខេត្តនៅសាលាឃុំមេឃុំគ្រាន់តែយួរកតាបដើរតាមគេទេមិនមែនមេឃុំខ្មែរអ្នកសម្ដេចទេមុនធ្វើស្អីទាំងអស់ទៅសួរជំនាញការយួនសិននឹងហើយគេឲ្យឈ្មោះថារណសេរីនយោបាយរណសេរីទី3រណសេរីសេដ្ឋកិច្ចយើងមើលជាមួយគ្នាច្បាស់មកណាតាំងពី79រហូតដល់បច្ចុប្បន្ននេះតើខ្មែរធ្វើអីខ្មែរប្រមាណអ្នកជាតកែពេលត្រូវការសាំងទៅទិញសាំងយួន
ពេលត្រូវការពូជទៅទិញពូជពីគេពេលដែលធ្វើស្រូវបានឲ្យលក់ឲ្យណាលក់ឲ្យយួនវិញបាននេះតកែគេនៅពីខាងលើចេះខ្មែរគ្រាន់តែជាអ្នកចំណាយពលកម្មទេទៅទិញទៅផលិតហើយលក់ឲ្យគេវិញដដែលនឹងហើយគេហៅថារណសិរ្សសេដ្ឋកិច្ចគេអត់ចង់ឲ្យខ្មែរងើបសេដ្ឋកិច្ចរួចទេគេត្រូវក្តាប់ឲ្យជាប់អង្គរវត្តរបស់យើងយកទៅឲ្យគេគ្រប់គ្រងទៀតឲ្យអង្គរវត្តមួយមិនអស់ចិត្តថែមគិរីរំឲ្យបូកគោគេទៀតបងទាំងអស់នេះទៅត្រូវខ្មែរត្រូវដឹងគេឲ្យឈ្មោះថារណសិរ្សសេដ្ឋកិច្ចគេអត់ឲ្យខ្មែរងើបរួចទេយើងគ្រាន់តែជាកម្លាំងបញ្ចេញពលកម្មទិញរបស់គេមកហើយធ្វើបានហើយលក់ឲ្យគេវិញតែប៉ុណ្្នឹងសុទ្ធមើលសង្គមខ្មែរមើលឃើញដូចបាដៃរបស់យើងចេះបានដោះស្រាយបញ្ហាសង្គមរួចរណសិរ្សទី4គេឲ្យឈ្មោះថារណសិរ្សសង្គមគិច្ចសង្គមគិច្ចមានច្រើនមានផ្នែកអប់រំមានផ្នែកសុខាភិបាលមានប្រព័ន្ធផ្សព្វផ្សាយមានអីច្រើនតែខ្ញុំសូមលើកតែពីរឲ្យខ្លីប្រព័ន្ធសុខាភិបាលដែលខ្ញុំនិយាយមិញតើគេជួយខ្មែរអត់ពេលខ្មែរឈឺគេមើលឲ្យអត់បើអត់មានលុយអញ្ជើញទៅស្រុកខ្មែរសួរបងប្អូននៅផ្ទាល់ចាស់លពូនេះបើឈឺល្មមចូលពេទ្យឈឺធ្ងន់បើឈឺធ្ងន់ចូលពេទ្យស្លាប់ទៅម្ដងបើសិនណាអត់លុយត្រង់នោះតែយើងត្រូវមើលជំងឺនៃសង្គមយើងឲ្យឃើញដល់ពេលខ្ញុំនិយាយចឹងទៅគេថាគេសង់មណ្ឌលសុខភាពច្រើនណាស់ខ្ញុំថាអស់លោកបើសិនណាអស់លោកឲ្យចិត្តសឿងគ្រាន់បើណាពេលឈឺទុកជិះយន្តហោះទៅមើលនៅក្រៅស្រុកណាទៅមើលអាមណ្ឌលសុខភាពហ្នឹងមួយគ្នាណាខ្លួនឯងឈឺកូនខ្លួនឯងឈឺបញ្ជូនចេញមកក្រៅយ៉ាងលឿនជាទីបំផុតកម្មតែប្រជាប្រដ្ឋខ្មែរឈឺទុកបដិឈឺស្លាប់នៅក្នុងប្រទេសព្រោះនោះវាអត់ស្មើភាពគ្នាប្រព័ន្ធអប់រំកម្មវិធីសិក្សាអត់គុណភាពពុកអលួយដែលខ្ញុំចំណាំទៅធ្វើការប្រៀបធៀបប្រទេសណាក៏ដោយគេការពារប្រព័ន្ធអប់រំឲ្យបានដាច់ខាតបើសិនណាប្រទេសនោះវាចោលបសៀតវាពុកអលួយអ្នកដឹកនាំនោះវាចោលបសៀតមែនតើត្រូវការពារប្រព័ន្ធអប់រំនោះកុំឲ្យពុកអលួយសោះពីព្រោះជាកន្លែងដែលផលិតធនធានមនុស្សតែចាំបើយកមនុស្សយកទៅបរៀនឲ្យពុកអលួយហ្នឹងធ្វើមិនឲ្យចេញមកស្អីកើតបើផលិតមនុស្សចេញមកគ្មានគុណភាពហើយហ្នឹងតើកសាងទប់ទល់មួយគេមិនកើតបើសុខាភិបាលមិនរៀបចំឲ្យខ្មែរមានកម្លាំងពិតប្រាកដលីកភ្លើងរួចដែរទៅការពារជាតិកើតដែរដូច្នេះសុទ្ធទៅជាផែនការរបស់គេទាំងអស់នឹងគេឲ្យឈ្មោះថារណសិរ្សសង្គមគិច្ចខ្ញុំប្រៀបធៀបការអប់រំដូចពុំអិតចឹងបងលោកពូណាមីងតែធ្លាប់ឃើញពុំគេបោះពុំចេញជាអិតដែរបើពុំនឹងវាអិតចេញមកវាយ៉ាងម៉េចមិនបាច់មកឆ្លើយកុហកគ្នាថាចេញមកវាអាចត្រង់ដែរអាណិតខ្ញុំទៅតែពុំនឹងវាចេញមកវាហើយត្រូវសួរខ្លួនឯងលឿនឥឡូវយើងមានពុំមួយវាតើដំណោះស្រាយត្រូវធ្វើម៉េចមានពីរឬមួយក៏រើពុំធ្វើពុំឲ្យត្រឹមឲ្យត្រង់វិញឬមួយក៏បង្កើតអង្គភាពចាំអង្គុយតម្រឹមអិតឲ្យវាត្រង់គេរើសយកទី2នេះអាពុំនេះគេទុកឲ្យវាបើអិតចេញមកវាចាំគេបង្កើតអង្គភាពតម្រឹមអិតឲ្យវាត្រង់តម្រឹមអស់ដែរបើផលិតចេញមកវាទៅរហូតចឹងទៅទាំងអស់នេះត្រូវធ្វើការកំណែតម្រង់ដើម្បីជាតិច្រើនណាស់ចឹងហើយបានខ្ញុំចំណាំនិយាយគេត្រូវការការពារដាច់ខាតគឺប្រព័ន្ធសុខាភិបាលនិងប្រព័ន្ធអប់រំដើម្បីឲ្យប្រជាពលរដ្ឋគេនឹងបានហូបឆ្អែតមានសុខភាពល្អឲ្យទៅរៀនមានចំណេះវិជ្ជាបានមានមនសិការជាតិគេវៃដួលតិចទាំងអស់រណសិរ្សយោធាគេវៃដួលរណសិរ្សនយោបាយគេវៃដួលរណសិរ្សសេដ្ឋកិច្ចគេក្តាប់